អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិកខណៈដែលការចរចាជាមួយរុស្ស៊ីកំពុងបន្តអ៊ុយក្រែនបានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកនេះបើតាមការលើកឡើងរបស់មន្ត្រីម្នាក់ជាមួយ ABC News កាលពីថ្ងៃអង្គារមន្ត្រីម្នាក់នោះបាននិយាយថាអ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពនេះរួចហើយនៅមានព័ត៌មានលម្អិតតូចៗមួយចំនួនត្រូវតែដោះស្រាយប៉ុន្តែពួកគេបានយល់ព្រមរួចហើយផែនការសន្តិភាពដែលបានដាក់ជូនអ៊ុយក្រែននៅទីក្រុងហ្សឺណែវត្រូវបានកែប្រែពី28ចំណុចចុះទៅ19ចំណុចវិញកំណែថ្មីនេះបានលុបចេញនៅចំណុចតាក់ទងនឹងការលើកលែងទោសលើការប្រព្រឹត្តក្នុងសង្គ្រាមនិងលុបចេញការកំណត់លើទំហំកងកម្លាំងយោធាអ៊ុយក្រែននាពេលអនាគតប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់អំពីការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកក្នុងប្រកាសមួយលើបណ្ដាញសង្គមX របស់លោកថាលោកបានសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ហើយបានចែករំលែកព័ត៌មានថ្មីៗអំពីជំហានរបស់យើងក្នុងការបញ្ចប់សង្គ្រាមលោកបានបញ្ជាក់ថាអ៊ុយក្រែនបានត្រឡប់ពីទីក្រុងហ្សឺណែវដែលបានដាក់ស្នើរបាយការណ៍ពេញលេញជាមួយគម្រោងកែប្រែថ្មីដោយបង្ហាញការដឹងគុណចំពោះការខំប្រឹងប្រែងរបស់អាមេរិកនិងដោយផ្ទាល់ចំពោះប្រធានាធិបតីត្រាំចំពោះរដ្ឋរុស្ស៊ីការឆ្លើយតបទៅនឹងផែនការកែប្រែថ្មីនៅមិនទាន់ច្បាស់នៅឡើយដោយអ្នកនាំពាក្យក្រមឡាំងលោក Dmitry Peskov បាននិយាយថ្ងៃអង្គារថារុស្ស៊ីកំពុងរង់ចាំមើលកំណែថ្មីនៃផែនការនេះអ្នកវិភាគ The Washington Post បាននិយាយថារុស្ស៊ីប្រហែលជាមិនយល់ព្រមលើការកែប្រែទាំងនេះយ៉ាងងាយនោះទេលេខាធិការយោធាសហរដ្ឋអាមេរិកលោក Dan Driscoll បានធ្វើការសន្ទនាសម្ងាត់ជាមួយគណៈប្រតិភូរុស្ស៊ីនៅអាប៊ូដាប៊ីកាលពីថ្ងៃច័ន្ទបន្ទាប់ពីការចរចាជាមួយអ៊ុយក្រែននៅហ្សឺណែវកាលពីចុងសប្តាហ៍ថាតាមការលើកឡើងរបស់អភិបាល Jens Stoltenberg ការចរចាជាប់បន្តរហូតដល់ថ្ងៃអង្គារកំពុងទៅបានល្អហើយយើងនៅតែមានសង្ឃឹមគាត់បន្ថែមថាការចរចាទាំងនេះត្រូវធ្វើឡើងឲ្យស៊ីមេទ្រីគ្នាជាមួយសេតវិមានផងដែរគណៈប្រតិភូអ៊ុយក្រែនក៏មានវត្តមាននៅអាប៊ូដាប៊ីដែរហើយបានតាក់ទងជាមួយ Secretary Driscoll និងក្រុមរបស់គាត់នេះបើតាមការលើកឡើងរបស់មន្ត្រីម្នាក់ដែលមិនបញ្ជាក់ឈ្មោះប្រធានាធិបតីត្រាំបាននិយាយអំពីការចរចាសន្តិភាពលើ Truth Social ដោយបញ្ជាក់ថាក្រុមរបស់គាត់មានការរីកចម្រើនយ៉ាងច្រើនក្នុងការបញ្ចប់សង្គ្រាមត្រាំបានបង្ហាញថាគាត់បានបញ្ជាឲ្យ Special Envoy Steve Witkoffទៅជួបប្រធានាធិបតីពូទីននៅមូស្គូខណៈ Secretary Driscoll ជួបអ្នកតំណាងអ៊ុយក្រែនត្រាំបានសង្ឃឹមថានឹងអាចជួបទាំង Zelensky និងពូទីននៅពេលកិច្ចព្រមព្រៀងចុងក្រោយឬនៅជិតបញ្ចប់ការចរចាសន្តិភាពកំពុងប្រព្រឹត្តឡើងខណៈដែលមានមីស៊ីលរុស្ស៊ីជាច្រើនគ្រាប់បានវាយប្រហារទៅលើទីក្រុងគៀវកាលពីយប់មិញកំទេចអាគារនឹងប៉ះពាល់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីផងដែរប្រសិនបើប្រទេសរុស្ស៊ីផ្ដល់សញ្ញាឬយល់ព្រមទៅលើកិច្ចព្រមព្រៀងដែលកែប្រែទាំង19ចំណុចមែននោះកត្តានេះនឹងជះឥទ្ធិពលអាចធ្វើឲ្យតម្លៃមាសធ្លាក់ចុះខ្លាំងក្នុងកម្រិតណាមួយតែផ្ទុយមកវិញបើរុស្ស៊ីបដិសេធនោះតម្លៃមាសក៏អាចនឹងហក់ឡើងខ្លាំងបន្ថែមទៀតដូចគ្នាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលចិត្តថ្លៃ